សូមគោរពនិងជំរាបសួរអតិថិជនដែលកំពុងតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំសូមណែនាំនៅប្រភេទ motor បូមទឹកទម្លាក់អណ្ដូងប្រើប្រាស់ដោយប្រព័ន្ធ solar ប្រភេទ DC សុទ្ធដែលចំពោះ motor នេះផងដែរវាមានកម្លាំង250វ៉ាត់ជាមួយនឹងទំហំតួ motor តួ4អ៊ីងឬ90ហើយចំពោះទំហំសយោចេញមានទំហំ34ឬទំហំ1អ៊ីងដែលប្រភេទ motor នេះផងដែរវាមានលក្ខណៈពិសេសគឺវាអាចប្រើប្រាស់ជាមួយនឹងផ្ទាំង solar ចំនួនតែមួយផ្ទាំងប៉ុណ្ណោះដែលយើងធ្វើការដំឡើងជាមួយនឹងផ្ទាំង solar កម្លាំង550វ៉ាត់កញ្ចក់សងខាងចំនួនមួយផ្ទាំងហើយ motor នេះផងដែរគឺវាអាចធ្វើការបូមទឹកបានជម្រៅរហូតទៅដល់40ម៉ែត្រជាមួយនឹងបរិមាណទឹកចំនួន6ម៉ែត្រគីបក្នុង1ម៉ោងងាយស្រួលក្នុងការបម្លាស់ទីងាយស្រួលក្នុងការប្រើប្រាស់ចំណេញពេលវេលានិងថវិកាស័ក្តិសមសម្រាប់អតិថិជនដែលមានតម្រូវការប្រើប្រាស់ប្រចាំថ្ងៃផងដែរ